សួស្តីប្រិយមិត្តទាំងអស់គ្នាតើអ្នកអាចស្រមៃបានទេថាក្មេងប្រុសម្នាក់ដែលគួរតែមានអនាគតភ្លឺស្វាងបែរជាត្រូវបានគេបោះបង់ចោលនៅក្នុងប្រអប់ក្រដាសមួយក្នុងព្រៃដែលគ្មាននរណាម្នាក់ស្គាល់ឈ្មោះគ្មាននរណាម្នាក់ដឹងថាគេមកពីណាអស់រយៈពេលជាង6ទសវត្សរ៍ហើយរឿងនេះយើងត្រឡប់ទៅកាន់ថ្ងៃទី25ខែកុម្ភៈឆ្នាំ1957នៅទីក្រុង Philadelphia រដ្ឋ Pennsylvania មានសិស្សម្នាក់ដែលកំពុងដើររកអន្ទាក់សត្វបានប្រទះឃើញប្រអប់ក្រដាសមួយដែលធ្លាប់ដាក់អង្រឹងក្មេងដែលមកពីហាង JC Penney តែពេលគាត់បើកវាឡើងអ្វីដែលគាត់ឃើញនោះមិនមែនជាអង្រឹងទេប៉ុន្តែវាជាសាកសពក្មេងម្នាក់ដែលត្រូវបានគេរុំក្នុងភួរយ៉ាងមានរបៀបហើយក្មេងប្រុសនោះដែរមានអាយុប្រហែល4ទៅ6ឆ្នាំសក់របស់គេត្រូវបានកាត់យ៉ាងខ្លីនិងមានស្លាកស្នាមរងរបួសពេញខ្លួនប៉ូលីសគិតថាពួកគេនឹងស្វែងរកសាច់ញាតិឃើញក្នុងរយៈពេលឆាប់ៗប៉ុន្តែពួកគេយល់ខុសទាំងស្រុងការស្វែងរកឈ្មោះរបស់ក្មេងប្រុសម្នាក់នោះត្រូវចំណាយពេលរហូតដល់65ឆ្នាំថ្ងៃនេះយើងនឹងធ្វើដំណើរត្រឡប់ទៅកាន់ឆ្នាំ1957ដើម្បីវែកញែកអំពីការពិតនៅពីក្រោយរឿងក្តី The Boy in the Box តើក្មេងប្រុសម្នាក់នោះជាអ្នកណាហេតុអ្វីបានជាគ្មាននរណាម្នាក់ទាមទារសាកសពរបស់គេហើយទោះបីជាបច្ចុប្បន្នយើងស្គាល់ឈ្មោះគេហើយតើហេតុអ្វីនៅតែមិនអាចចាប់ឃាតករមកដាក់ទោសបានយ៉ាងនេះបន្ទាប់ពីកើតហេតុរឿងនោះក្រុមប៉ូលីសនៅ Philadelphia បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងពួកគេបានបោះពុម្ពរូបថតក្មេងប្រុសនោះនៅលើខិត្តប័ណ្ណរាប់លានសន្លឹករួចបិទពាសពេញទីក្រុងតាមមន្ទីរពេទ្យនិងសាលារៀនពួកគេថែមទាំងស្លៀកសម្លៀកបំពាក់ឲ្យសាកសពដើម្បីថតរូបក្នុងសភាពឲ្យដូចមនុស្សរស់ដើម្បីឲ្យសាច់ញាតិជនរងគ្រោះងាយចំណាំហើយតម្រុយសំខាន់នៅពេលនោះគឺប្រអប់ក្រដាសពួកគេបានតាមដានលេខកូដប្រអប់ក្រដាសរហូតដល់ហាងដែលលក់វាប៉ុន្តែការទិញលក់កាលពីសម័យនោះគឺប្រើលុយសុទ្ធនិងគ្មានកំណត់ត្រាឈ្មោះរបស់អតិថិជនឡើយហើយទី2សក់ដែលត្រូវបានកាត់បំណែកសក់តូចៗត្រូវបានរកឃើញនៅលើខ្លួនកុមារនោះបង្ហាញថាគេត្រូវបានកាត់សក់ភ្លាមៗមុនឬក្រោយពេលស្លាប់ទី3គឺស្នាមមេដៃប៉ូលីសបានយកស្នាមមេដៃក្មេងប្រុសនោះទៅផ្ទៀងផ្ទាត់ទៅក្នុងកំណត់ត្រាមន្ទីរពេទ្យទូទាំងរដ្ឋប៉ុន្តែគ្មានលទ្ធផលទាល់តែសោះក្មេងប្រុសម្នាក់នោះហាក់ដូចជាមនុស្សដែលមិនធ្លាប់មានអត្តសញ្ញាណនៅក្នុងពិភពលោកទីបំផុតប៉ូលីសត្រូវបង្ខំចិត្តបញ្ចុះសាកសពគេក្រុមឈ្មោះថា America Unknown ឬកុមារដែលគ្មាននរណាស្គាល់ឈ្មោះហើយរាប់សិបឆ្នាំកន្លងផុតទៅមានទ្រឹស្ដីជាច្រើនបានលើកឡើងប៉ុន្តែទ្រឹស្ដីដែលរន្ធត់បំផុតគឺមកពីស្ត្រីម្នាក់ដែលគេហៅថាអែមនៅក្នុងឆ្នាំ2002ស្ត្រីម្នាក់នោះបានប្រាប់ប៉ូលីសថាម្ដាយរបស់នាងដែលជាស្ត្រីចិត្តអាក្រក់បានទិញក្មេងប្រុសម្នាក់នោះឈ្មោះថា Jonathan មកចិញ្ចឹមដើម្បីធ្វើបាបនាងរៀបរាប់ថាក្មេងប្រុសនោះរស់នៅក្នុងបន្ទប់ងងឹតត្រូវគេវាយដំនិងបង្ខំឲ្យងូតទឹកក្តៅរហូតដល់ស្លាប់អ្វីដែលគួរឲ្យព្រឺព្រួយនោះគឺអែមបាននិយាយថានៅពេលក្មេងនោះស្លាប់ម្ដាយរបស់នាងបានកាត់សក់ក្មេងនោះឲ្យខ្លីរួចដាក់ក្នុងប្រអប់ដែលគេរកឃើញពិតមែនទោះជាយ៉ាងណាក៏ដោយដោយសារអែមមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរនិងគ្មានភស្តុតាងរឹងមាំប៉ូលីសមិនអាចចាត់ប្រកាន់នរណាម្នាក់បានឡើយពេលវេលាបានដើរទៅមុខរហូតដល់ឆ្នាំ2022ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា Genetic Genealogy ឬអាចហៅថាការស្រាវជ្រាវពូជអម្បូរតាម DNA ប៉ូលីសបានសម្រេចចិត្តជីកយកសំណាកឆ្អឹងក្មេងប្រុសនោះមកធ្វើការតេស្តម្ដងទៀតថ្ងៃទី8ខែធ្នូឆ្នាំ2022ប៉ូលីសនៅរដ្ឋ Philadelphia បានប្រកាសជាផ្លូវការនៅឈ្មោះដែលពិភពលោករងចាំអស់រយៈពេល65ឆ្នាំក្មេងប្រុសម្នាក់នោះមានឈ្មោះថា Joseph Augustus Cellelli គេកើតនៅថ្ងៃទី13ខែមករាឆ្នាំ1953ប៉ូលីសបានស្វែងរកគ្រួសារខាងម្ដាយនិងឪពុករបស់ Joseph ពួកគេរកឃើញថា Joseph មានបងប្អូនបង្កើតដែលរស់នៅរស់រានមានជីវិតប៉ុន្តែឪពុកម្ដាយពិតប្រាកដរបស់ Joseph បានស្លាប់អស់ទៅហើយទោះបីជាគេស្គាល់ឈ្មោះតែវាមិនមែនជាការបញ្ចប់រឿងនោះទេសំណួរដែលសំខាន់បំផុតគឺតើនរណាជាអ្នកធ្វើបាប Joseph រហូតដល់ស្លាប់ហើយហេតុអ្វីបានជាគ្រួសាររបស់គេមិនដែលរាយការណ៍អំពីការបាត់ខ្លួនរបស់ក្មេងប្រុសម្នាក់នោះបច្ចុប្បន្នប៉ូលីសនៅតែបន្តស៊ើបអង្កេតដោយសម្ងាត់ពួកគេសង្ស័យថា Joseph ប្រហែលជាត្រូវបានម្ដាយបង្កើតលក់ទៅឲ្យអ្នកដទៃដើម្បីចិញ្ចឹមឬត្រូវបានបោះបង់ចោលប៉ុន្តែដោយសារតែអ្នកពាក់ព័ន្ធផ្ទាល់បានស្លាប់អស់ជាច្រើនអ្នកការស្វែងរកឃាតករពិតជាពិបាកដូចរាវមជុលក្នុងបាតសមុទ្រយ៉ាងហោចណាស់ Joseph
លែងជាក្មេងដែលគ្មានឈ្មោះទៀតហើយសប្តាហ៍ថ្ងៃនេះនៅលើភ្នូជូសឹបត្រូវបានគេឆ្លាក់ឈ្មោះពិតរបស់គេនិងថ្ងៃខែឆ្នាំកំណើតរបស់គេត្រឹមត្រូវរឿងរ៉ាវរបស់ជូសឹបនេះគឺជាការរំលឹកយើងគ្រប់គ្នាថាគ្មានទេអានកំបាំងណាដែលកប់ទុកក្នុងដីជារៀងរហូតឡើយទោះបីជាត្រូវចំណាយពេលរាប់សិបឆ្នាំក៏ការពិតត្រូវបានលាតត្រដាងសូមអរគុណសម្រាប់ការតាមដានស្ដាប់ podcast នៅថ្ងៃនេះតើអ្នកយល់យ៉ាងណាចំពោះរឿងក្តីនេះតើអ្នកគិតថាជូសឹបនឹងទទួលបានយុត្តិធម៌ពេញលេញនៅថ្ងៃណាមួយដែរឬទេកុំភ្លេចចែករំលែកមតិរបស់អ្នកទាំងអស់គ្នាជួបគ្នានៅពេលក្រោយជាមួយនឹងរឿងក្តីអាថ៌កំបាំងថ្មីៗទៀត